មុននឹងលាទឹកដីអាមេរិកនេះគេថាកាដូធំប្រចាំជីវិតវត្តយើងនេះនៅមានការមិនទាន់ដាច់នៅឡើយទេអូណាបងមិនទាន់ដាច់នឹងមិនទៅបងគ្រូយើងបង់ថ្លៃដីខ្ញុំកាត់ជាម៉ែត្រដីវត្តនេះវាមាន4816ម៉ែត្រកណាតែអញ្ចឹងអាត្មាវាយទៅនៅសល់ប្រមាណជាទឹកលុយដែលយើងបង់មិនទាន់រួចណាកណាកាត់ជាម៉ែត្រអាត្មាយក1ម៉ែត្រ50កណា1ម៉ែត្រ50ហ្នឹងគិតទៅវាអាចល្មមញាតិញោមចូលបានច្រើនគ្រប់ម៉ែត្រហ្នឹងគឺរួចដោះស្រាយរួចញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមអាចចូលរួមបាន1ការ៉េត្រឹមតែ$50ទេ$50កណានៅខ្វះខាតច្រើនទេព្រះអង្គគ្រូច្រើនដែរប្រហែលកទង20ជាងទៀតណាបងអូហ្នឹងហើយនៅជាង$200,000ទៀតជាង$200,000ចាបងប្អូនទាំងអស់គ្នានៅដល់ទៅជាង$200,000ទៀតឯណោះកណាថ្លែងគុំព្រះអង្គគ្រូចាសសូមគោរពនឹងជម្រាបសួរដល់បងប្អូនអង្គពូមីមីងលោកកំពុងអ្នកម្ដាយលោកយាយលោកតាទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះខ្ញុំនៅក្នុង Channel YouTube បូសុគន្ធាថ្ងៃនេះគឺសប្បាយចិត្តខ្លាំងមែនទែននៅក្នុងដំណើរក្នុងសប្តាហ៍ចុងក្រោយដែលនឹងខ្ញុំមានវត្តមាននៅក្នុងទឹកដីសហរដ្ឋអាមេរិកបានទទួលនៅសេចក្តីសន្តោសប្រពៃពីព្រះអង្គគ្រូព្រះគ្រូចៅអធិការនៃវត្តរតនមណ្ឌលនៅក្នុងទីក្រុង Fresno ថ្ងៃនេះគឺព្រះអង្គគ្រូអនុញ្ញាតឲ្យគន្ធាមានពេលវេលាប្រហែលជាខ្ទង់20នាទីបានថ្វាយបង្គំសួរព្រះអង្គពីរឿងរ៉ាវពាក់ព័ន្ធទៅនឹងការកសាងវត្តរតនមណ្ឌលហើយជាពិសេសហ្នឹងគឺពាក់ព័ន្ធទៅនឹងដំណឹងបុណ្យដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះមានឱកាសធ្វើបុណ្យទាននៅក្នុងវត្តរតនមណ្ឌលអញ្ចឹងជាដំបូងនេះសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូគណៈថ្វាយបង្គំព្រះអង្គគ្រូគណៈសុខទុក្ខអីយ៉ាងណាទៅហើយធម្មតានឹងសុខភាពធម្មតាឬការសុខទុក្ខគណៈសុខទុក្ខរបស់ព្រះសង្ឃនឹងអាស្រ័យតាក់ទងនឹងពុទ្ធបរិស័ទដែរបរិស័ទសុខស្បាយក៏ព្រះសង្ឃក៏ធម្មតាទៅដែរម្សិលមិញឃើញរវល់ខ្លាំងណាស់ព្រះអង្គគ្រូរវល់កិច្ចការជាអានឹងជាករណីរបស់ព្រះសង្ឃណាក្នុងវត្តទទួលបន្ទុកទៅត្រូវតែមានកិច្ចការទទួលការងារកណាក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាមកថ្វាយបង្គំព្រះអង្គគ្រូតាំងពីម្សិលមិញមកម្លេះប៉ុន្តែដោយសារអីថ្ងៃបុណ្យវិសាខបូជាឃើញព្រះអង្គគ្រូរវល់ខ្លាំងពេកណាមួយបារម្ភពីសុខភាពរបស់ព្រះអង្គផងអញ្ចឹងហើយអត់អីទេព្រះអង្គចាំស្អែកចាំកណាឆ្លៀតមកម្ដងទៀតព្រះអង្គគ្រូកណាសូមកម្មាទោសសូមស្គាល់ពនាមរបស់ព្រះអង្គគ្រូផងបាទនាមរបស់អាត្មាឈ្មោះយើងមិនបាច់ហៅនាមបញ្ញត្តិអីទេណាកណានាមធម្មតាទៅឈ្មោះព្រះអង្គច័ន្ទបូរ៉ាព្រះអង្គគ្រូច័ន្ទបូរ៉ាឃើញអ៊ំញាតិញោមហៅតែព្រះអង្គរាហ្នឹងហើយម៉ែយើងច្រើនហៅចុងណាកណាហៅពេញទេកណាព្រះអង្គគ្រូមុនមកទឹកដីអាមេរិកនេះតាំងពីឆ្នាំណាដែរឆ្នាំបើចូលមកទឹកដីសហរដ្ឋអាមេរិកដែលមកគង់នៅនេះជាអចិន្ត្រៃយ៍តែម្ដងគឺថ្ងៃទី20ឆ្នាំ2018អូបាទនឹងមានសិទ្ធិមានសិទ្ធិមករស់នៅក្នុងទឹកដីអាមេរិកនេះកណាប៉ុន្តែមុនហ្នឹងបានចេញចូលដែរបងចេញចូលបានម្ដងឆ្នាំ2015កណាជា2015បានមកលេងមកលេងសិនហ្នឹងហើយតែចេញមកពីអឺរ៉ុបមកទេកណាមិនមកពីស្រុកខ្មែរទេឮញាតិញោមប្រាប់ថាព្រះអង្គគ្រូនិមន្តមកពីប្រទេសបារាំងបានប៉ត្រឹមត្រូវហើយឮច្បាស់ហើយព្រោះអីចេញពីខ្មែរឆ្នាំ2005កណាទៅទឹកដីបារាំងទឹកដីបារាំងព្រះអង្គគ្រូចេះបារាំងព្រះអង្គគ្រូមិនជាថាចេះក៏ថាមិនចេះតិចតួចសូមព្រះអង្គគ្រូមានសង្ឃដីកា3 4 5ឃ្លាបងសួរទៅបងសួរញាតិញោមចាបារាំងហ្នឹងហើយមិនបាក់និយាយដូចគេទេបងប្អូនទាំងអស់គ្នាអ្នកមីងប្រាប់ថាចាព្រះអង្គគ្រូអធិស្ឋានខ្ពស់ណាស់ហៅថាសន្តោសបណីញាតិញោមនៅក្នុងទឹកដីសហរដ្ឋអាមេរិកដល់អញ្ចឹងទៅស៊ូចាក់ចេញពីប្រទេសបារាំងមកជួយកសាងវត្តនៅអាមេរិកនេះណាព្រះអង្គគ្រូនៅពេលដែលនិមន្តមកហ្នឹងគឺនៅគង់នៅ Fresno នេះតែម្ដងឬក៏មកដល់ណាមុនដែរបាទបងមកដល់គង់នៅនឹងបដ ாய் បងគឺអត់មានតទៅណាទេតែកាលមកដូចតែមកលេងមកទៅច្រើនរត់ដែរណាកណាតែដល់មកនៅជាអចិន្ត្រៃយ៍បដ ாய் គឺចាប់កសាងមកនៅវត្តរតនមណ្ឌល Fresno នឹងតែម្ដងកណាច្រើនឆ្នាំហើយព្រះអង្គជាប់ប្រហែលឆ្នាំហើយមើលចិត្ត20ឲ្យដឹងណែតដល់ទេឆ្នាំ2018ឥឡូវ2025កណា6 7ឆ្នាំអត់តាន់20ទេគុណចាស់នៅតាន់20ទេ
តែបើចាក់ចេញពីស្រុកខ្មែរមកហ្នឹងក៏អញភ័យដែរណា កណាកណា ចំណានបើ មានមុនទៅស្រុកខ្មែរវិញខ្លះ ទៅ ទេ បានម្ដងបើទៅឆ្នាំ2015 កណា 2015 ហើយបងកំណត់កើតជា កំ ពី ណើតស្រុកនៅខេត្តព្រៃវែង អូ ព្រៃវែងនោះគឺស្រុកកំពង់ត្បែង កណា បើនៅជាប់ទៀតដែនស្វាយរៀង កណាអញ្ចឹងជាមួយព្រះអង្គធីដែរ ទីហ្នឹងហើយក ណាមិនសមមិញនៅវត្តព្រះអង្គធីឡើង3អង្គ អូណាចំណានបើអាត្មាចាំភ្លេចដែរណាទី3អង្គចំណានបើ កណាព្រះអង្គគ្រូពាក់ព័ន្ធទៅនឹងការនិមន្តមកដល់វត្តរតនមណ្ឌលនៅក្នុងទីក្រុង Fresno នៃរដ្ឋ California នេះចាប់ពីពេលដែលព្រះអង្គនិមន្តមកដល់ហេដ្ឋារចនាសម្ព័ន្ធកសាងរួចរាល់ហើយឬក៏នៅមិនទាន់ទេ ចំណានបើគឺមានប៉ុណ្្នឹងឯងនៅអាត្មាមកគឺគេកសាងបានអស់ហើយតែរកអាត្មាមកគ្រប់គ្រងក្រោយនេះគ្រាន់តែការរៀបចំបើ កណា រៀបចំកែតម្រូវឲ្យមានសោភ័ណភាព កណា កាលមុននោះគឺថាវាអាចគេរៀបចំបានល្អហើយគេធ្វើបានខ្លះហើយក៏ប៉ុន្តែស្មាមកទទួលខុសត្រូវក្រោយនេះក៏រៀបចំដើម្បីឲ្យមានសោភ័ណភាពទាំងទីធ្លាចាក់សាបចាក់អីហ្នឹងណា កណា កាលមុននៅដីហុយនៅឡើយទេបង កណា នៅកន្លែងដី នៅទីនេះកណាមិនទាន់បានឃើញមានព្រះវិហារទេ អូ តើព្រះអង្គមានគម្រោងថានឹងត្រូវសាងសង់ដែរឬក៏បែបណាទៅ គម្រោងព្រះវិហារនៅតំបន់ទាំងនេះ កណា ដូចខ្មែរយើងហៅតំបន់គេតំបន់សេដ្ឋកិច្ច កណា ដែលអញ្ចឹងយើងមិនអាចបើក្រៅលើច្បាប់គេដូរមិនខ្ញុំមិនទាន់បានដឹងទេណា កណា ញាតិញោមមួយចំនួនគាត់ប្រាប់ថាកន្លែងនេះយើងមិនអាចធ្វើអគារអីបានធំដងពោះទេ កណា បើផ្ទះដែលផ្ទះប្រជាជនគេនៅអញ្ចេះនៅស្រាប់អញ្ចឹងក៏នៅទៅតែធ្វើថ្មីទៀតវាពិបាករឿងផ្លូវច្បាប់ កណា តែឥឡូវបែបគេដូរហើយក៏មិនដឹងវិញណាព្រោះនៅតំបន់នេះតំបន់វានៅក្នុងប្លុកមួយដែលតាមប្លុកគេសេដ្ឋកិច្ចគេកសាងក្រុមហ៊ុនធ្វើដូចជាវិចេះអគាររោងចក្របាទ អញ្ចឹងមានន័យថាការកសាងព្រះវិហារគឺអាស្រ័យទៅលើខាងផ្លូវច្បាប់ បើផ្លូវច្បាប់ហើយនឹងទីហ្នឹងហើយបើច្បាប់គេឲ្យយើងធ្វើបានអានឹងនិយាយទី1មានច្បាប់ហើយយើងមានលទ្ធភាព កណា សភាពលទ្ធភាពធ្វើទៅរួចអានេះយើងអាចពិចារណាដែរណា កណាកណា តែបច្ចុប្បន្ននេះយើងមិនទាន់ទៅបានរួចទេមូលហេតុអីវត្តយើងនេះនៅមានការមិនទាន់ដាច់នៅឡើយទេ អូ ណាបើ មិនទាន់ដាច់នឹងមិនទៅបងគ្រូ យើងបង់ យើងបង់ ថ្លៃដី អូ ផ្ទះគេនេះណា កណា យើងទិញនេះយើងទិញជាបង់រดับបង់រំលោភ អូ បង់តាមបើ កណា ដល់អញ្ចឹងយើងមិនទាន់បានដាច់អាហ្នឹងទេអញ្ចឹងយើងកិច្ចការអ្វីដែលធ្វើធំដុំយើងមិនទាន់ ត្រូវរងចាំសិន ទៅរងចាំយើងធ្វើមកដំណាក់កាលទី1យើងបង់ដីកន្លែងនេះបានដាច់រួចរាល់អាហ្នឹងបានយើងមានស្រួលធ្វើកិច្ចការអីផ្សេងតទៅទៀត កណា កសាងជាអគារឬក៏ធ្វើអ្វីដែលប្រជាជនចង់បាន កណាកណាព្រះអង្គគ្រូកាលពីថ្ងៃបុណ្យប្រសាបូជាកណាលើព្រះអង្គគ្រូប្រកាសថាបើសិនជាញាតិញោមចង់ចូលរួមអាចចូលរួមបានក្នុងការជាវដីវត្ត1ការ៉េ$50ចង់ឲ្យព្រះអង្គគ្រូជួយបន្ថែមបន្តិចថា$50នឹងយ៉ាងម៉េចហើយការចូលរួមនឹងយ៉ាងម៉េចឲ្យខ្វះខាតនៅអីខ្លះទៀតដែរទៅព្រះអង្គគ្រូ ដែលអាត្មាពីវនាវធ្វើចលនាមួយវត្តនេះគេវាយូរហើយដែរណា អូ ហ្នឹងហើយដល់អញ្ចឹងយើងសម័យឥឡូវយើងប្រជាជនដែលដឹងស្រាប់ហើយគាត់ចាស់គាត់មិនសូវជានៅជាមួយកូនចៅក្មេងៗបានច្រើនអញ្ចឹងសទ្ធានៅក្រៅប្រទេសមិនដូចនៅស្រុករបស់យើងណា កណា វាថយចុះដល់ថយចុះអញ្ចឹងកម្មវិធីដែលចំណូលសម្រាប់បង់ថ្លៃវត្តគឺមានកម្រិត កណា ដល់យើងមានកម្រិតយើងធ្វើពិធីដើម្បីឲ្យញាតិញោមកាត់ជាម៉ែត្រដីវត្តនេះវាមាន4816ម៉ែត្រ កណា ដល់អញ្ចឹងអាត្មាវាយទៅនៅសល់ប្រមាណជាទឹកលុយដែលយើងបង់មិនតាន់រួចណា កណា កាត់ជាម៉ែត្រអាត្មាយក1ម៉ែត្រ50 កណា 1ម៉ែត្រ50ហ្នឹងគិតទៅវាអាចល្មមញាតិញោមចូលបានច្រើនគ្រប់ម៉ែត្រហ្នឹងគឺរួច ដោះស្រាយ រួច មិនចាំបាច់ត្រូវការជាប់បំណុលជាមួយខាង ហ្នឹង ធ ហើយ នាគារ ត្រូវ ទេ ហើយបងហ្នឹងអត់មានជាប់ទេបង កណាបងប្អូនទាំងអស់គ្នានៅទីវត្តអារាមក្នុងទឹកដីសហរដ្ឋអាមេរិកនេះនៅពេលដែលត្រូវការទិញដំបូងឡើយនេះគឺយើងទិញ
miền lệ cái đôi băng rùm lúa đôi nơi sọc máy kia miền băng rùm lúa tè nơi sạt lở Amerik này có miền lệ cái carbon cái mặt sẽ điện nắng hơi tam sang đề ca rồi bọn cứ cứ ban phải chạy hơi tha mình toàn năng chập là lại tê chẳng nhiệt nhôm bột bò sạt đã miền sạt thi trẻ thla nông cá trâu ruộng trâu ruộng bàn mùi cái đấy trăm tái $50 tê cái này nơi khoang khác tràn tê bọn cứច្រើនដែរពោប្រហែលកទួង20ជាងទៀតណោះបងមិនហ្នឹងហើយនៅជាង$20,000ទៀតជាង$20,000ចាបងប្អូនទាំងអស់គ្នានៅដល់ទៅជាង$20,000ទៀតឯណោះទម្រាំតែវត្តរតនមណ្ឌលនៅក្នុងទីក្រុង Fresno យើងអាចរួចបំណុលបានអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានសទ្ធាជ្រះថ្លាអាចចូលរួមបានព្រះអង្គគ្រូវត្តរតនមណ្ឌលបើនិយាយអំពីការកកើតមកប្រហែលឆ្នាំហើយព្រះអង្គលើមានញាតិញោមហៅវត្តថ្មីគុណចា៎វត្តថ្មីហ្នឹងហើយកណាវត្តនេះបើកើតនៅកន្លែងនេះតែម្ដងអាត្មាសួរខាងគណៈកម្មការគេថាឆ្នាំ2005កណា2005រហូតដល់ឡើង20ហើយកណា20ឆ្នាំហើយ20ឆ្នាំគត់ហ្មងគុណចា៎កណា20ឆ្នាំហើយយូរដែរណាកណាអញ្ចឹងមានព្រះគ្រូចអធិការប្រហែលអង្គទៅហើយមានមួយអង្គដែលលោកសុគតទៅហើយបងកណាតែមួយអង្គទេអញ្ចឹងព្រះអង្គគ្រូមុនមកជាព្រះគ្រូចអធិការអង្គទី2ចម្រើនបងកណាអញ្ចឹងបានគេខំមុនពីបារាំងមកតែបើពិតវាមកស្គាល់លោកតាំងពីលោកសង្គ្រាមមុនលោកមិនតាន់សុគតណាកណាមិនតាន់លោកមុនមកមកបានមកឆ្នាំជាងដែរមកលោកសុគតកណាចុះលើមានលោកអ៊ំអាចារ្យគាត់ប្រកាសថានឹងមានពិធីបុណ្យផ្កាប្រាក់ព្រះអង្គគ្រូបុណ្យហ្នឹងហើយបុណ្យផ្កាប្រាក់នៅថ្ងៃទី5ទី6ខែ7កណានឹងប្រមូលបច្ច័យហ្នឹងដើម្បីមានធ្វើអីទេមានគ្រាន់តែយកមកសម្រាប់បង់ថ្លៃវត្តហ្នឹងឯងបងកណាទប់ទួលណាបងកណាការកសាងអាគារអីធំដុំមិនតាន់ជាមានទេបងសំខាន់ធ្វើម៉េចឲ្យសំខាន់ហ្នឹងហើយសំខាន់ធ្វើឲ្យបានបច្ច័យឲ្យដីជារបស់វត្តសិនធ្វើរបស់វត្តសិនកណាព្រះអង្គគ្រូព្រះអង្គគ្រូពាក់ព័ន្ធទៅនឹងចំនួនព្រះសង្ឃដែលគង់នៅក្នុងវត្តអារាមមានប្រមាណអង្គចំនួនព្រះសង្ឃដែលគង់នៅក្នុងទាំងនេះជាអចិន្ត្រៃយ៍តែម្ដងគឺ5អង្គបងកណា5អង្គអូច្រើនណាព្រះអង្គគ្រូច្រើនបងនៅច្រើនណាស់វត្តនេះវត្តនៅស្រុកស្រែហើយព្រះសង្ឃប៉ុណ្ណេះច្រើនហើយកណាច្រើនបងប្អូនទាំងអស់គ្នានៅក្នុងទឹកដីសហរដ្ឋអាមេរិកទម្រាំតែមានព្រះសង្ឃគង់នៅមួយអង្គគឺកំរកណាធ្លាប់មុនដល់រដ្ឋផ្សេងរដ្ឋខ្លះវត្តធំមែនតើមានព្រះសង្ឃ2អង្គត្រូវហើយបងកណាហើយដល់ពេលមកខាងវត្តរតនមណ្ឌលនៅក្នុងទីក្រុង Fresno នៃរដ្ឋ California នេះវត្តដូចព្រះអង្គគ្រូលើកឡើងចឹងថាវត្តស្រុកស្រែក៏ប៉ុន្តែមានព្រះសង្ឃដល់ទៅ5អង្គកណាគង់អចិន្ត្រៃយ៍ឬក៏ទៅជាអចិន្ត្រៃយ៍បងកណាមកជាលក្ខណៈស្របច្បាប់បដ ாய் ណែកណាស្មាក៏ចាប់អារម្មណ៍ចឹងដែរកណាឆ្ងល់ហេវត្តស្រុកស្រែស្រុកចំការណាស្រុកនេះគេថាមិនស្រែចំការណាកណាមិនក៏បានប្រសង់ច្រើនញាតិញោមត្រូវការប្រសង់ច្រើនកណាហើយក៏ចំនួនមនុស្សប្រជាជនដូចជាមិនសូវជាប្រមាណដែរទេណាសូវជាច្រើនតែក៏យើងដឹងចំនួនច្បាស់លាស់ប្រមាណណាតែដូចបានប្រសង់ច្រើនទាំងវត្តទាំងប្រមាណហ្នឹងវត្ត2ហ្នឹងគឺប្រសង់មិនតិចទេខាងវត្តមួយទៀតហៅវត្តធំមកក៏មានប្រសង់ច្រើនហើយដល់វត្តមួយទៀតនៅ Fresno យើងមានវត្ត3នៅក្នុងក្រុងនេះមានវត្តដល់ស្រុក Fresno ហ្នឹងវត្ត3វត្តរតនមណ្ឌលហ្នឹងហើយវត្តពុទ្ធសាសនៈរាំងសីវត្តមេត្តាខន្តីតែវត្តនោះក៏មិនតាន់បានជាដុំកពូនអីទេវត្តមួយនោះនៅជាប្រសង់គង់គឺជាជនជាតិស្រីលង្កាបងកណាមិនខ្មែរយើងនៅទេដូចតែវាមិនតាន់ហើយយើងយល់ទៅយើងមិនតាន់ជាសម្រេចជាលទ្ធជាវត្តណាកណានៅជាមានចាអីគេសិនកណាអញ្ចឹងគេគ្រាន់យកលោកដាក់សិនណាយើងមិនតាន់បានរៀបចំអីដូចជាស្របច្បាប់អីលក្ខណៈវត្តពេញទីណាកណាតែគ្រាន់ដាក់ឈ្មោះវត្តសិនមានឈ្មោះហើយកណាព្រះអង្គគ្រូពាក់ព័ន្ធនឹងរឿងភាសាបូជាកាលពីម្សិលមិញកណាមកថ្វាយគុំព្រះអង្គគ្រូម្ដងឬព្រះអង្គគ្រូប្រកាសពីរឿងភាសាបូជានៅក្នុងថ្ងៃដូចជា23ឯព្រះអង្គគ្រូនៅខាងវត្តចាំមិនបានមានធ្វើថ្ងៃនេះហើយធ្វើ23អីម្ដងទៀតយ៉ាងម៉េចចេះខាងនិយាយរួមនិយាយធ្វើថ្ងៃទី23 24 25នោះគឺផ្នែកសមាគមគេថាពុទ្ធិកសមាគមប្រសង់ខ្មែរកណានៅសហរដ្ឋអាមេរិកលោកផ្ដួចផ្ដើមធ្វើពិធី
សូត្របត្រៃ3ដក អូ សូត្របត្រៃ3ដកអញ្ចឹងលោកយកកម្មវិធីសូត្របត្រៃ3ដកធ្វើឲ្យនៅក្នុងថ្ងៃវិសាខបូជានឹងផងដែរ កណា ហើយថ្ងៃវិសាខបូជាបានតែធ្វើយកថ្ងៃ23 24 25ទុកដែលថ្ងៃចំមែនតែនថ្ងៃ15កើតខែវិសាខនេះទុកកន្លែងវត្តផ្សេងតាមវត្តធ្វើ កណា ហើយដល់បើយើងធ្វើចំថ្ងៃហ្នឹងទៅវត្តផ្សេងបានទៅចូលរួម កណា បានទៅចូលរួមអញ្ចឹងលោកខាងពុទ្ធិកសមាគមប្រសង់ខ្មែរហ្នឹងលោកលើកយកថ្ងៃណាមួយឲ្យផុតផុតពីថ្ងៃហ្នឹងទៅដើម្បីប្រពធ្វើរួម កណាអញ្ចឹងព្រះអង្គគ្រូមុនទៅដែរថ្ងៃនេះ ទៅហ្នឹងទៅចូលរួមដែរ អញ្ចឹងបងប្អូនទាំងអស់គ្នាប្រសង់មុនពីវត្តថ្មីទៅចូលរួមបុណ្យនៅវត្តចាស់ កណា ទៅជួយរៀបចំ កណាព្រះអង្គគ្រូប្រកាសថានឹងមានពិធីបុណ្យពិសាខបូជាមួយថ្ងៃទៀតនៅខាងវត្តថ្មីវត្តចាស់ជាកម្មវិធី ពុទ្ធសាសនារាំងសីណា កណាដែលមានប្រសង់មុនមកឬថាពីស្រុកខ្មែរអីហោហែច្រើនផងហើយក៏ឮព្រះអង្គគ្រូប្រកាសកាលពីម្សិលមិញហ្នឹងមានញាតិញោមពុទ្ធបរិស័ទចូលរួមតំណាងឲ្យវត្តរតនមណ្ឌលដែលមានជាបច្ច័យទៅចូលរួមក្នុងពិធីធំនៅក្នុងវត្តពុទ្ធសាសនារាំងសីអញ្ចឹងកណាព្រះអង្គគ្រូអរគុណព្រះអង្គគ្រូមែនតើព្រះអង្គគ្រូសូមកណាសូមថយក្រោយទៅបន្តិចពាក់ព័ន្ធទៅនឹងរឿងពិធីបុណ្យផ្កាប្រាក់កណាព្រះអង្គគ្រូខាងណាអ្នករៀបចំចាត់ចែងអីដែរទៅព្រះអង្គគ្រូផ្កាប្រាក់សម្រាប់វត្តយើងអត់ទេมันមានជាណាអ្នកដាច់មុខអីរៀបចំទេគឺគណៈកម្មការនឹងឯងបើគណៈកម្មការវត្តប្រសង់នឹងឯងបំផុសផលឲ្យប្រជាជនតាមភូមិណាកណាចូលរួមចំណែកជាដើមផ្កាអញ្ចឹងទៅកណាគ្រួសារឬក៏លក្ខណៈមកក្រុមមកមិត្តភ័ក្តិអីចឹងទៅណាដើមពីដើមអញ្ចឹងទៅបានជាប្រមូលជាបច្ច័យហ្នឹងមកកណាចំសៅទឹកហ្នឹងកូនចាស់ចំអូចាំអញ្ចឹងបងប្អូនអញ្ចឹងចំសៅទឹកដល់ចូលរួមបានណានៅស្រុកនេះតើសៅអាទិត្យនេះឯងក្រៅពីសៅអាទិត្យมันមានទេកណាដូចថ្ងៃហ្នឹងចឹងបងអត់ទាន់មានបឋមប្រធានអីផ្ដាច់មុខអីហើយអត់ទាន់មានទេព្រះអង្គនេះផ្កាប្រាក់សាមគ្គីសាមគ្គីចម្រើនពោសាមគ្គីអត់មានពីណាកាន់ប្រកាសដាច់មុខដូចយើងធ្វើបុណ្យកឋិនមានដើមកឋិនធំហ្នឹងណាអត់មានទេកណាអញ្ចឹងតាមសទ្ធាហ្នឹងកណាហើយក្នុងគោលបំណងតែម្យ៉ាងទេគឺដើម្បីឲ្យវត្តយើងអាចផ្ដាច់បំណុលបានចម្រើនពោកណាអានេះយើងនិយាយថាភាសាដាច់ពាក្យហ្នឹងតិចធ្ងន់ពេកទៅកូនចាបងប្អូនទាំងអស់គ្នាជួយស្ដាប់ខ្ញុំតិចធ្ងន់ពេកអីជួយឲ្យប្រស្រាលមកវិញផងកណាបងប្អូនទាំងអស់គ្នាសារខ្ញុំក៏លេចមើលម៉ោងទៅឃើញថាគៀកដល់ម៉ោងហើយណាមួយអ៊ំនៅខាងក្រៅអ្នកម្ដាយខ្ញុំនៅខាងក្រៅហ្នឹងក៏ឆ្វែលចាំចាអឺតប្រុងទៅថាគុណធាស្មានណាចប់មិនអានមុនព្រះអង្គចេញទៅចាអញ្ចឹងអធិស្ឋានបងប្អូនទាំងអស់គ្នាការជួបគ្នាវេលាខ្លីប្រហែលត្រឹមតែ15នាទីនេះគឺសុំសង្ខេបខ្លីត្រឹមតែប៉ុណ្្នឹងទេជាចុងក្រោយនេះថ្វាយគុំអរគុណព្រះអង្គគ្រូសាជាថ្មីម្ដងទៀតដែលបានអនុញ្ញាតឲ្យខ្ញុំកណាបានមកដល់ទីនេះថតផ្សព្វផ្សាយពីវត្តវារាមជាពិសេសគឺពិធីបុណ្យវិសាខបូជាដែលបានរៀបចំមកទាំងសបាយផងទាំងជ្រះថ្លាផងទាំងឃើញកម្លាំងសាមគ្គីផងហើយខ្ញុំត្រេកអរខ្លាំងមែនទែនដែលបានមកដល់វត្តរតនមណ្ឌលនៅក្នុងទីក្រុង Fresno ហើយដូចបានជម្រាបជូនបងប្អូនសាជាថ្មីម្ដងទៀតអញ្ចឹងនេះគឺជាសប្តាហ៍ចុងក្រោយហើយដែលខ្ញុំមានវត្តមាននៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះអញ្ចឹងទោះបីជាសប្តាហ៍ចុងក្រោយក៏ដោយមុននឹងទៅដល់ស្រុកខ្មែរឆ្លៀតថតបានវត្តខ្មែរយើងមួយឬក៏ពីរក៏អស់ចិត្តដែរអញ្ចឹងបងប្អូនទាំងអស់គ្នាដោយសារពេលវេលាយើងខ្លីអធិស្ឋានហើយជម្រាបលាបងប្អូនត្រឹមតែប៉ុណ្្នឹងជាថ្មីម្ដងទៀតលោកអ្នកដែលមានសទ្ធាជ្រះថ្លាកុំភ្លេចឲ្យសោះចាចូលរួមជាមួយយើងខ្ញុំដើម្បីបានចាប់មគ្គចាប់ផលកសាងហើយនៅក្នុងវេលាចុងក្រោយនេះកណាសូមចូលរួមជាការជាវដីកូនចាស់ចម្រើនបងកណាចំនួនមិនច្រើនទេព្រះអង្គគ្រូត្រឹម$150តាមសទ្ធាហ្នឹងហើយកណាអរគុណច្រើនជាកណាយកមកប្រកេនសិនព្រះអង្គគ្រូកណាយកនេះដែរយកបាន់កណាយកបាន់ឲ្យតែព្រះអង្គឲ្យនៅទៅយកខាងលើកុំតន់អីព្រះអង្គគ្រូចាំចាប់ហ៎កណាចាំចាប់ដោយសារព្រះអង្គគ្រូថាមានជាបើកឲ្យជាវដីកណាអញ្ចឹងកណាសូមចូលរួមចាប់មគ្គចាប់ផលតាមសទ្ធាអរគុណណាកណាព្រះអង្គគ្រូអ្នកស្រីហ៎អ្នកស្រីក៏បានអ្នកនាងក៏បានអ្នកនាងណាអូខេអរគុណណាអ្នកនាងអ្នកស្រីដែលបូសុគន្ធាណាកណាព្រះអង្គគ្រូបានមានសទ្ធាជ្រះថ្លាហើយបានចូលមកផ្ដិតយករូបភាពនៅក្នុងទីវត្តរតនមណ្ឌលក៏បានជាព័ត៌មានខ្លះចែកជូនបរិស័ទទូទាំងប្រទេសទូទាំងពិភពលោកដែលជាជនជាតិខ្មែរអ្នកកាន់ពុទ្ធសាសនាបានទស្សនានៅ Channel បូសុគន្ធានឹងទៅឃើញហ្នឹងហើយ
ក៏មានការចាប់អារម្មណ៍ជ្រះថ្លាក្នុងពុទ្ធសាសនាហើយថ្ងៃនេះក៏អ្នកស្រីមានសទ្ធាជ្រះថ្លាបានចូលជាវដីសម្រាប់បង្កើតវត្តនៅក្នុងស្រុកអាមេរិករដ្ឋកាលីហ្វ័រញ៉ានៃស្រុក Fresno នេះចំនួន$150ណាសូមអរគុណច្រើននឹងឲ្យសូមបានជាខ្សលផលបុណ្យបានសេចក្តីសុខចម្រើនបងប្រាថ្នាអ្វីឲ្យសូមបានសម្រេចដូចបំណងណា សាធុសាធុ ក្នុងជីវិតគ្រប់ពេលវេលាហ្នឹងអរគុណ ប្រាថ្នាថតវត្តឲ្យបានច្រើន ចម្រើនបងអរគុណដែលបានមកជួយផ្សព្វផ្សាយណាជួយផ្សព្វផ្សាយសាសនាផងជួយផ្សព្វផ្សាយកន្លែងសមាគមខ្មែរដែលគាត់មករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយគាត់ចេះស្រុកស្រួលគំនិតគ្នាណាសហការបង្កើតជាវត្តជាសមាគមអីចឹងទៅបាទដើម្បីបិទបណ្ដុះបណ្ដាលនៅណែអីប្រពៃណីវប្បធម៌ក្មេងៗនៅកើតនៅស្រុកនេះឲ្យគាត់បានដឹងបានឃើញបានឮសធុសធុច្រើនអរគុណព្រះអង្គគ្រូបងប្អូនទាំងអស់គ្នាខ្ញុំបានចូលរួមជាវដីចំនួន$150ដើម្បីជាការចាប់អ្នកចាប់ផលនៅទីនេះចឹងបងប្អូនទាំងអស់គ្នាសូមអនុមោទនាជូនបុណ្យជូនកសលដល់បងប្អូនដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នាចាអនុមោទនារីករាយជ្រះថ្លានៅក្នុងពេលវេលាដ៏រីករាយនេះខ្ញុំសំណាងណាស់បងប្អូនទាំងអស់គ្នាដែលបានជម្រាបជូនចឹងសប្តាហ៍ចុងក្រោយនៅលើទឹកដីសហរដ្ឋអាមេរិកបានទាំងមកដល់វត្តបានទាំងទទួលសេចក្តីមេត្តាពីព្រះអង្គគ្រូអនុញ្ញាតឲ្យបានសម្ភាសហើយនឹងមានពេលវេលាបានធ្វើបុណ្យទៀតអូយសប្បាយចិត្តណាស់កណាអញ្ចឹងកុំឲ្យព្រះអង្គគ្រូដាច់ចង្ហាន់បងប្អូនទាំងអស់គ្នាអញ្ចឹងថ្វាយគុំលាព្រះអង្គគ្រូត្រឹមប៉ុណ្្នឹងកណាថ្វាយគុំលាព្រះអង្គគ្រូហើយកណាសូមខមាទោសផងព្រះអង្គគ្រូពីព្រោះថាមកម្សិលមិញហ្នឹងក្រាញ់លោមានកាយវិការឆ្គមឆ្គងពាក្យពេចន៍លេងសើចត្រង់ចំណុចណាមួយសូមព្រះអង្គគ្រូមេត្តាចម្រើនបងអត់អីទេបងកណាអរគុណព្រះអង្គគ្រូថ្វាយគុំលាកណាសុខសប្បាយណាកណាអូយរំភើបណាស់បងប្អូនទាំងអស់គ្នាថ្ងៃនេះសប្តាហ៍ចុងក្រោយដែលនៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយពេលដែលមកដល់វត្តរតនមណ្ឌលសរសេរជាអង់គ្លេសក៏បានខ្មែរក៏បានព្រះអង្គគ្រូកណានៅវត្តរតនមណ្ឌលមានកម្មវិធីបុណ្យផ្កាប្រាក់ហើយក្នុងគោលបំណងហ្នឹងគឺប្រមូលបច្ច័យដើម្បីគេហៅថាបង់ផ្ដាច់ដើម្បីឲ្យវត្តខ្លាយជារបស់យើងតែម្ដងកុំឲ្យពិបាកនៅជាប់បំណុលញញ៉ៃអញ្ចឹងណាបងប្អូនទាំងអស់គ្នាខ្ញុំមិនដឹងថារកពាក្យណាប្រើឲ្យព្រោះទេបងប្អូនកណាព្រះអង្គគ្រូហើយដល់ពេលឮព្រះអង្គគ្រូប្រកាសទៅមានសទ្ធាចូលរួមហើយព្រះអង្គគ្រូមានជាបានឲ្យវិញជាអនុស្សាវរីយ៍អូយសប្បាយចិត្តណាស់មកបានទាំងធ្វើបុណ្យមកបានទាំងថតវត្តហើយមុននឹងលាទឹកដីអាមេរិកនេះគេថាកាដូធំប្រចាំជីវិតគុណដែលមានសទ្ធាជ្រះថ្លាបានចូលចំណែកសាធុជាវដីសម្រាប់កសាងវត្តក្នុងទឹកដីសហរដ្ឋអាមេរិកកណាសូមបានជាពុញ្ញនិធិកំណត់ទ្របទៅអនាគតបច្ចុប្បន្នសូមបានសុខចម្រើនគ្រប់ប្រការសាធុអរគុណព្រះអង្គគ្រូអរគុណកណាថ្វាយគុំលាកណាអូយរំភើបណាស់បងប្អូនទាំងអស់គ្នាមកវត្តហើយចូលបុណ្យព្រះអង្គគ្រូឲ្យអនុស្សាវរីយ៍ជាលិខិតថ្លែងអំណរគុណរំភើបហើយបងប្អូនទាំងអស់គ្នាបងប្អូនឃើញចំនួនទឹកប្រាក់ដែលដាក់នៅក្នុងនេះ$150នេះលុយនឹងបានពីណាបានពីអ្នកម្ដាយខ្ញុំនឹងឯងបងប្អូនហើយចាមកជំរាបសួរគាត់ចឹងទៅគាត់ហុចឲ្យ$10 $20អីហូហែចឹងប្រមូលចូលគ្នាបានខ្ញុំមកជាវដីព្រះអង្គគ្រូវិញបាន3ម៉ែត្រការ៉េចឹងបងប្អូនទាំងអស់គ្នានិងអ្នកម្ដាយទាំងអស់គ្នាអនុមោទនាបុណ្យកុសលជាមួយគុណធាអូយអរគុណអ្នកម្ដាយណាស់$4របស់អ្នកម្ដាយហ្នឹងជួយឲ្យកូនមានលុយមានកាក់បានមកធ្វើបុណ្យសប្បាយចិត្តណាស់